ព្រះជាម្ចាស់ដែលកាន់យើងជាប់កុំឲ្យភ័យខ្លាចឡើយត្បិតយើងនៅជាមួយអ្នកកុំឲ្យស្រយុកចិត្តឲ្យសោះពីព្រោះយើងជាព្រះនៃអ្នកយើងនឹងចម្រើនកម្លាំងដល់អ្នកយើងនឹងជួយអ្នកយើងនឹងទ្រអ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើងអេសាយចំពុក41ខ10ប្រសិនបើយើងជឿលើព្រះជាម្ចាស់ហើយមានសេចក្តីសុខជានិច្ចហើយនៅពេលដែលយើងអធិស្ឋានព្រះអង្គនឹងឆ្លើយតបយ៉ាងឆាប់រហ័សតើវានឹងល្អយ៉ាងណាទៅប៉ុន្តែតើការពិតរបស់យើងយ៉ាងណាដែរទោះបីជាយើងជឿលើព្រះជាម្ចាស់ក៏ដោយក៏ប៉ុន្តែនៅក្នុងជីវិតរបស់យើងតែងតែមានការលំបាកហើយទោះបីជាយើងអធិស្ឋានក៏ដោយក៏គ្មានការឆ្លើយតបឡើយនេះគឺជាជីវិតរបស់យើងហោរាអេសាយក៏ដូចជាយើងដែរនៅសម័យហោរាអេសាយព្រះរាជាណាចក្រយូដាត្រូវបានឡោមព័ទ្ធដោយអាណាចក្របាប៊ីឡូនក៏ដ៏ធំហើយជាស្ថានភាពហើយវាជាស្ថានភាពដ៏ខ្មៅងងឹតដែលគ្មានសង្ឃឹមអ្វីទាំងអស់ប្រជារាស្ត្រអ៊ីស្រាអែលភ័យខ្លាចនឹងចំនួនទាហាននិងអាវុធរបស់អាណាចក្របាប៊ីឡូនរហូតដល់បាត់បង់ស្មារតីប្រយុទ្ធហើយស្បៀងអាហារក៏អស់ដែលធ្វើឲ្យពួកគេរងទុក្ខដោយការស្រេកឃ្លានសេចក្តីសង្ឃឹមទាំងអស់របស់ពួកគេបានរលាយបាត់ទៅហើយនៅសល់តែការភ័យខ្លាចនៃសេចក្តីស្លាប់ដែលធ្វើទុក្ខដល់ពួកគេក្នុងស្ថានភាពដ៏លំបាកបែបនេះតើមានមនុស្សប៉ុន្មាននាក់ដែលអាចរក្សាជំនឿហើយសម្លឹងមើលទៅព្រះជាម្ចាស់និងអធិស្ឋានបានមនុស្សភាគច្រើននឹងបាត់បង់ជំនឿហើយបោះបង់ព្រះអង្គចោលដោយសារតែសម្លឹងមើលតែស្ថានភាពនៅចំពោះមុខនៅពេលនោះយើងត្រូវតែស្ដាប់សំឡេងកញ្ចក់ជើងសេះរបស់ទាហានបាប៊ីឡូនឡើយប៉ុន្តែត្រូវស្ដាប់នៅសេចក្តីសន្យាដែលចេញពីព្រះឱស្ថរបស់ព្រះអង្គវិញមូលហេតុដែលព្រះអង្គយើងដោយព្រះហស្ថស្ដាំដ៏សុចរិតមិនមែនមកពីយើងល្អឡើយប៉ុន្តែគឺមកពីសេចក្តីសន្យារបស់ព្រះអង្គដោយភាពស្មោះត្រង់